ជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយជាមួយនឹងខ្សែភាពយន្តថ្មីថ្ងៃនេះផងដែរយើងត្រឡប់មកកាន់ការសម្រាយនៅខ្សែភាពយន្ត MCU ជាបន្តទៀតដោយភាគនេះគឺជាខ្សែភាពយន្តដែលមានចំណងជើងថាសដែលបាននិយាយអំពីប្រវត្តិនៃកម្ពុជាអាទិទេពកូរិនទះដែលមានឈ្មោះថាសឌីនសាន់ក៏ដូចជាដំណើរសាច់រឿងនៃជីវិតរបស់មនុស្សរស់នៅក្រៅអំពីភពផែនដីហើយរឿងនេះហើយដើម្បីឲ្យដឹងថាខ្សែភាពយន្តមួយនេះគឺនឹងមានដំណើរដើមតោងទៅមុខទៀតយ៉ាងណានោះយើងរីករាយតាមដានទស្សនាជាមួយនឹងការសម្រាយរបស់ខ្ញុំដូចទៅហើយនៅមុនពេលដែលយើងធ្វើការសម្រាយនៅខ្សែភាពយន្តបងប្អូនកុំភ្លេចជួយធ្វើការចុច like និង subscribe មកកាន់ channel របស់ខ្ញុំម្នាក់មួយផងដើម្បីឲ្យទទួលបាននូវការសម្រាយនៅខ្សែភាពយន្តថ្មីជាបន្តទៀតដូចគ្នាហើយរឿងនេះគឺបានចាប់ផ្ដើមឡើងក្នុងកំឡុងឆ្នាំ1965ដែលស្ថិតនៅក្នុងតំបន់ Thusberg នៃប្រទេស Norway វត្តមាននៃអាទិទេពម្នាក់ដែលមានឈ្មោះថា Odin ក៏បានដឹកនាំនៅកងទ័ពរបស់នគរ Asgard របស់គាត់ដើម្បីមកប្រយុទ្ធទប់ទល់ជាមួយនឹងកងទ័ពនៃនគរយក្សតកោមានឈ្មោះថា Jotunheim ដែលពួកគេនឹងគឺដឹកនាំដោយស្ដេចរបស់ពួកគេមានឈ្មោះថា Laufey ហើយ Laufey ម្នាក់នេះគេនឹងគឺមានគោលបំណងក្នុងការគ្រប់គ្រងនៅនគរខុបទាំង9នៅក្នុងចក្រវាឡមួយនេះដោយចាប់ផ្ដើមឡើងជាមួយនឹងការឈ្លានពាននៅលើភពផែនដីមុនគេដែលចំណែក Odin ជាមួយនឹងកងទ័ពរបស់ទ្រង់ក៏មានគម្រោងក្នុងការរារាំងអំពីអបាយកលនៃផែនការរបស់ Laufey មិនឲ្យពួកគេនឹងគឺសម្រេចបានជាមួយនឹងមហិច្ឆតានៃការគ្រប់គ្រងភពទាំង9នោះឡើយហើយការប្រយុទ្ធគ្នារវាងអាទិទេពនិងនគរយក្សទាំងពីរក៏បានកើតឡើងនៅក្នុងកំឡុងពេលនោះដែលបន្ទាប់ពីការតស៊ូគ្នាមិនយូរប៉ុន្មាន Odin នឹងក៏បានយកឈ្នះនៅក្នុងសង្គ្រាមមួយនេះដែលបើទោះបីជាទ្រង់នឹងក៏បានធ្វើការវាយយកឈ្នះទៅកាន់ Laufey ដែលជាស្ដេចនៃនគរយក្សតកោរហូតបង្ខំឲ្យគេយល់ព្រមចោះចាញ់យ៉ាងណាក៏ដោយប៉ុន្តែការប្រយុទ្ធមួយនេះក៏បានបណ្ដាលទ្រង់គឺត្រូវបានរងរបួសនិងបាត់បង់ជាមួយនឹងភ្នែកម្ខាងដូចគ្នាហើយមិនតែប៉ុណ្ណោះទ្រង់នឹងក៏បានយកវត្ថុទិព្វរបស់ពួកបិសាចតកោមួយនេះដើម្បីទៅរក្សាទុកនៅក្នុងនគរ Asgard របស់ទ្រង់ដូចគ្នាដែលវត្ថុទិព្វនោះគឺត្រូវបានដឹងឈ្មោះថា Casket of Enchantment កន្លងពីនោះមិនយូរប៉ុន្មានស្ថិតនៅក្នុងពេលវេលានៃសម័យកាលបច្ចុប្បន្ននេះវិញក្នុងកម្មវិធីនៃការផ្ទេររាជបល្ល័ង្ករបស់ Odin ទៅកាន់បុត្រារបស់ទ្រង់ដែលមានឈ្មោះថាសក៏ស្រាប់តែលេចវត្តមាននៃពពួកបិសាចតកោរបស់នគរ Jotunheim ក៏បានលួចធ្វើដំណើរចូលមកដល់នគរ Asgard ដើម្បីធ្វើការលួចយកជំនួយវត្ថុទិព្វរបស់ពួកវាត្រឡប់ទៅវិញនោះឯងហើយដោយសារតែមានសកម្មភាពនៃការឈ្លានពានរបស់សត្រូវបែបនេះហើយការស្នងរាជបល្ល័ង្ករបស់សក៏ត្រូវបានរំសាយដូចគ្នាហើយក្នុងកំឡុងពេលនៃពួកបិសាចតកោមនុស្សក៏បានធ្វើដំណើរចូលទៅលួចយកជំនួយវត្ថុទិព្វនោះពួកវាក៏ត្រូវបានអ្នកការពារដែលនៅទីនោះមានឈ្មោះថា Destroyer ធ្វើការសម្លាប់ទៅកាន់ពួកវាដូចគ្នាហើយបន្ទាប់ពីរឿងរ៉ាវមួយនេះគឺត្រូវបានកើតឡើងហើយនោះសក៏បានបង្ហាញជាមួយនឹងការខឹងសម្បាជាខ្លាំងទៅកាន់ពពួកនៃបិសាចយក្សតកោទាំងអស់នោះហើយមិនតែប៉ុណ្ណោះសនឹងក៏មានបំណងក្នុងការធ្វើដំណើរទៅកាន់ទីតាំងនៃនគរ Jotunheim ដើម្បីធ្វើការវាយប្រហារទៅកាន់ពពួកនៃបិសាចតកោមនុស្សក្នុងការសងសឹកអំពីការឈ្លានពានរបស់ពួកវានោះឯងប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយបំណងប្រធានរបស់ទ្រង់មួយនេះក៏ត្រូវបាន Odin ធ្វើការបដិសេធក៏ព្រោះតែទ្រង់នឹងគឺមិនចង់ឲ្យនគរទាំងពីរប្រកាសសង្គ្រាមតទល់ជាមួយនឹងគ្នាទៀតនោះឡើយហើយមិនតែប៉ុណ្ណោះរឿងរ៉ាវនៃអតីតកាលបន្ទាប់ពីការប្រយុទ្ធគ្នារវាងនគរទាំងពីរទ្រង់ជាមួយនឹងស្ដេចនៃនគរ Jotunheim មានឈ្មោះថា Laufey ក៏បានធ្វើការចុះកិច្ចសន្យាសន្តិភាពមិនបៀតបៀនជាមួយនឹងគ្នាទៀតនោះឡើយបែបនេះហើយបើសិនណាជាសទៅវាយប្រហារគេនោះមានន័យថាទ្រង់គឺជាអ្នកលេបសន្យានោះឯងបន្ទាប់ពីនោះមិនយូរប៉ុន្មានសនឹងក៏ត្រូវបានប្អូនប្រុសបង្កើតរបស់ទ្រង់ដែលមានឈ្មោះថា Loki ក៏បាននិយាយបញ្ចុះបញ្ចូលនឹងអុចអាចជាខ្លាំងទៅកាន់អារម្មណ៍របស់ទ្រង់តែវាក៏បានបណ្ដាលទ្រង់គឺកើតមានការគុំគួននិងខឹងសម្បាជាខ្លាំងទៅកាន់ពពួកយក្សតកោទាំងអស់នោះនិងចុងក្រោយក៏បានសម្រេចចិត្តរៀបចំជាមួយនឹងផែនការនៃការវាយប្រហារទៅកាន់នគររបស់ពួកគេហើយទ្រង់ក៏បានបបួលនៅមិត្តសម្លាញ់របស់ទ្រង់ចំនួន4នាក់ទៀតដើម្បីឲ្យចូលរួមនៅក្នុងគម្រោងនៃបេសកកម្មនេះដែលពួកគេទាំង4រួមមានឈ្មោះថា Lady Fate, Vostek, Fenrir ជាមួយនឹង Hogan ហើយបន្ទាប់ពីបាននិយាយគ្នាដឹងរឿងអស់ហើយនោះអ្នកទាំង5ក៏បានធ្វើដំណើរទៅកាន់ទីតាំងនៃស្ពានឆ្លងចក្រវាឡរបស់ពួកគេដើម្បីធ្វើការបើកច្រកទ្វារ Bifrost ធ្វើដំណើរទៅកាន់នគរ Jotunheim ហើយទីតាំងនៅកន្លែង Bifrost ដែលជាស្ពានឆ្លងចក្រវាឡមួយនេះគឺត្រូវបានគ្រប់គ្រងដោយបរិសម្នាក់ដែលមានឈ្មោះថា Heimdall ហើយពិតណាស់ Bifrost នេះវានឹងគឺមានសមត្ថភាពក្នុងការបញ្ជូនពួកគេទៅកាន់ទីតាំងនៃភពមួយណាក៏បាននៅក្នុងចក្រវាឡមួយនេះដោយប្រើប្រាស់ជាមួយនឹងធម៌ពលនៃការបញ្ជូនរបស់វាប៉ុន្តែបើសិនណាជាពេលដែលពួកគេនឹងគឺបាញ់ទៅហើយមិនព្រមធ្វើការបញ្ឈប់ភ្លាមនោះទេអត់ស្ពាន Bifrost នេះក៏មានសមត្ថភាពក្នុងការបាញ់កំទេចទៅកាន់ភពណាមួយដែលពួកគេនឹងគឺបាញ់ទៅចំដូចគ្នាតែនេះនឹងក៏មានន័យថាវានឹងគឺមាន2 option នៅក្នុងពេលតែមួយតែម្ដងហើយបន្ទាប់ពីបានធ្វើដំណើរមកដល់ទីតាំងនៃនគរ Jotunheim របស់បិសាចតកោទាំងអស់នោះសជាមួយនឹងគ្នាក៏បានទៅជួបជាមួយនឹង Laufey ដែលជាស្ដេចនៃនគរតកោមនុស្សហើយគាត់ក៏បានសួរនាំទៅកាន់ពួកគេអំពីរឿងរ៉ាវនៃការលួចចូលទៅកាន់នគរ Asgard របស់ខ្លួនដើម្បីធ្វើការលួចយកជាមួយនឹងវត្ថុទិព្វនោះឯងហើយ Laufey នៅពេលដែលបានឮសសួរមកកាន់ខ្លួនបែបនេះហើយគេនឹងក៏បានញញឹមនិងបាននិយាយដល់អស់សំណាចទៅកាន់សវិញផងដែរថាតាមពិតមូលហេតុដែលពួកគេបានធ្វើដំណើរទៅដល់ក៏ព្រោះតែនគររបស់កូនឯងនេះគឺមានរនុកក្នុងនោះឯងហើយសជាមួយនឹងកំហឹងពេញខ្លួនរបស់គាត់ក៏បានបាក់ការវាយប្រយុទ្ធតទល់ជាមួយនឹងពពួកនៃបិសាចក្រុមយក្សតកោទាំងអស់នេះនឹងបានធ្វើការកំទេចទៅកាន់ទីតាំងនៅកន្លែងនគររបស់ពួកគេតែម្ដង
ដែលបន្តពីការប្រយុទ្ធគ្នាមិនយូរប៉ុន្មានសនឹងគឺហាក់បីដូចជាមានប្រៀបជាមួយនឹងឡូហ្វីប៉ុន្តែបើក៏លេខទៅមើលគ្នារបស់គាត់វិញពួកគេនឹងគឺមិនអាចទប់ទល់ជាមួយនឹងចំនួននៃយក្សតកដ៏ច្រើនបាននោះឡើយហើយទន្ទឹមជាមួយគ្នានោះផងដែរវត្តមានរបស់អូឌីនដែលជាស្ដេចនៃនគរអាស្កាតក៏បានធ្វើដំណើរមកដល់ហើយទ្រង់ក៏បានបង្ហាញជាមួយនឹងការខឹងសម្បាជាខ្លាំងចំពោះទង្វើរបស់សមនីហើយដោយសារតែសដែលជាព្រះរាជបុត្ររបស់នគរអាស្កាតធ្វើការឈ្លានពានមកកាន់នគររបស់គេបែបនេះហើយដូច្នេះហើយសន្ធិសញ្ញាសន្តិភាពរវាងនគរទាំងពីរក៏ត្រូវបានខ្លាចទៅជាអាសាបងដូចគ្នាក្រោយពីបានធ្វើដំណើរត្រឡប់មកកាន់នគររបស់ខ្លួនហើយនោះអូឌីនក៏បានបង្ហាញជាមួយនឹងការខឹងសម្បាជាខ្លាំងទៅកាន់សអំពីអាកប្បកិរិយាក៏ដូចជាគំនិតដ៏ក្មេងខ្ចីនិងឆេវឆាវរបស់ទ្រង់មួយនេះហើយមិនតែប៉ុណ្ណោះអូឌីនក៏បាននិយាយទៅកាន់សថាគេនឹងគឺគ្មានតម្លៃស័ក្តិសមខ្លាចទៅជាស្ដេចនៃនគរអាស្កាតនោះឡើយហើយមិនតែប៉ុណ្ណោះនោះទេដើម្បីស័ក្តិសមជាមួយនឹងទង្វើដ៏ឈ្គួតលីលារបស់សមនីទ្រង់ក៏បានសម្រេចចិត្តដាក់ទោសទៅកាន់គេនិរតេធ្លាក់មកលើភពផែនដីនិងបានដកហូតជាមួយនឹងសមត្ថភាពជាអតិទេពរបស់គេដូចគ្នាហើយមិនតែប៉ុណ្ណោះវត្ថុទិព្វរបស់គេដែលមានឈ្មោះថាមយោនីក៏ត្រូវបានអូឌីនធ្វើការសូត្រជាមួយនឹងបណ្ដាសានិងបានគប់វាមកជាមួយនឹងវត្តមានរបស់សផងដែរហើយបណ្ដាសារបស់អូឌីនដែលបានដាក់ទៅលើនយោមយោនីនោះលុះត្រាតែសនឹងគឺបានកែប្រែខ្លួននិងមានតម្លៃស័ក្តិសមទើបគាត់អាចមានសិទ្ធិនៅក្នុងការគ្រប់គ្រងប្រើប្រាស់នយោទិព្វមួយនេះបានសាជាថ្មីក៏លេខមកកាន់ភពផែនដីនេះវិញវត្តមានអ្នកវិទ្យាសាស្ត្រចំនួន3នាក់ដែលមានឈ្មោះ Jane Foster, Darcy ជាមួយនឹង Eric Savick ពួកគេនឹងក៏កំពុងតែធ្វើការសិក្សាស្រាវជ្រាវអំពី wormhole ដែលជាស្ពានឆ្លងអវកាសធ្វើដំណើរពីភពមួយទៅកាន់ភពមួយដែលបន្ទាប់ពីនោះមិនយូរប៉ុន្មានវត្តមានរបស់សក៏បានធ្លាក់មកចំទីតាំងមួយស្ថិតនៅក្នុងតំបន់នៃប្រទេសមេស៊ីកូហើយគាត់ក៏ត្រូវបានអ្នកវិទ្យាសាស្ត្រទាំង3គឺបានរកឃើញនិងបានជួយសង្គ្រោះទៅកាន់គាត់ដូចគ្នាហើយស្របពេលជាមួយគ្នានោះផងដែរញញូទិព្វរបស់សក៏ត្រូវបានប្រជាជននៅក្នុងតំបន់គឺបានស្វែងរកឃើញផងដែរហើយនៅពេលនោះពួកគេម្នាក់គឺបានព្យាយាមដើម្បីទៅលើកយកញញូមនុស្សប៉ុន្តែដោយសារតែនោះគឺជាញញូទិព្វប្រជាជនធម្មតាគឺគ្មានសមត្ថភាពនៅក្នុងការលើកវានោះឡើយតែសូម្បីតែពួកគេនឹងគឺយកឡានមកអូក៏វាមិនរង្គើនោះដែរហើយមិនយូរប៉ុន្មានព័ត៌មានញញូអាត់កំបាំងដែលមានទម្ងន់ដ៏ធ្ងន់មិនអាចមាននរណាម្នាក់លើកបាននោះក៏ត្រូវបានលេចលឺទៅខាងក្រៅនិងបណ្ដាភ្នាក់ងារនៃអង្គការសៀលគឺបានលឺអំពីដំណឹងមួយនេះផងដែរហើយបន្ទាប់ពីនោះបរិមម្នាក់ដែលមានឈ្មោះថាកៅសុនរូគេក៏បានបញ្ញាដឹកនាំនៅអង្គភាពរបស់ខ្លួនធ្វើដំណើរទៅកាន់ទីតាំងនៃញញូដែលបានធ្លាក់កន្លែងមកឯនគរអាស្កាតនៅវិញលោកគីដែលត្រូវជាបុត្រទី2របស់អូឌីនដែលជាស្ដេចនៃនគរអាស្កាតក្រោយពីបានត្រឡប់មកពីនគរយូតានហែមរបស់ពពួកយក្សតកហើយនោះរូគេក៏ហាក់បីដូចជាមានការសង្ស័យអំពីអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនដែលបន្ទាប់ពីនោះលោកគីនឹងក៏បានលួចចូលទៅកាន់ទីតាំងនៅកន្លែងរក្សាទុកហឹបធម្មពលតករួចហើយក៏បានយកដៃប៉ះវានិងបានបណ្ដាលគេគឺពិតជាមានអារម្មណ៍ជាក់បាក់ជាខ្លាំងក៏ព្រោះតែពេលនោះរូគេនឹងគឺបានប្រែខ្លួនទៅជាពណ៌ខៀវដែលមានអត្តសញ្ញាណហាក់បីដូចជាពពួកនៃបិសាចយក្សតកអញ្ចឹងដែរហើយនៅក្នុងខណៈពេលជាមួយគ្នានោះផងដែរអូឌីននឹងក៏បានធ្វើដំណើរជុំមកដល់រួចហើយគាត់នឹងក៏បានយល់ព្រមឆ្លើយប្រាប់អំពីការពិតគ្រប់យ៉ាងទៅកាន់លោកគីតែម្ដងតែតាមពិតទៅការពីអតីតកាលក្នុងកំឡុងឆ្នាំ965ខណៈពេលដែលគាត់ប្រយុទ្ធតទល់ជាមួយពពួកនៃបិសាចយក្សតកទាំងអស់នោះគាត់ក៏បានប្រទះឃើញអំពីទីរកមួយដែលគួរអាណិតជាខ្លាំងហើយដោយសារតែគាត់គឺមានក្តីស្រឡាញ់និងចិត្តអាណិតសន្តោសទៅកាន់គេនោះអូឌីនគាត់នឹងក៏បានសម្រេចចិត្តដើម្បីយកទីរកមួយនោះមកចិញ្ចឹមនិងមើលថែរក្សាផងដែរហើយទីរកម្នាក់ដែលគាត់ចង់សម្ដៅទៅនោះគឺជាវត្តមានរបស់លោកគីនេះឯងហើយដោយសារតែចង់រឹតចំណងសាមគ្គីភាពរវាងនគរទាំងពីរអូឌីនក៏បានធ្វើការផ្លាស់ប្ដូរអត្តសញ្ញាណទាំងស្រុងរបស់លោកគីនិងបានចិញ្ចឹមបីបាច់ថែរក្សាគាត់ហាក់បីដូចជាកូនប្រុសបង្កើតរបស់គាត់ដូច្នោះដែរដែលជាការពិតណាស់ជាមួយនឹងដំណឹងមួយនេះក៏បានបណ្ដាលលោកគីគឺពិតជាមានការខឹងសម្បាជាខ្លាំងហើយគេគឺពិតជាមិនអាចទទួលយកបាននោះឡើយអំពីរឿងរ៉ាវដ៏គួរសោកសៅមួយនេះហើយរំពេចនោះក៏ស្រាប់តែអូឌីនគឺត្រូវបានដួលសន្លប់ភ្លាមដែលនោះក៏មានន័យថាវានឹងគឺជាពេលវេលាដែលគាត់គឺត្រូវបានធ្វើដំណើរទៅកាន់អូឌីនស្លីបដែលឧបករណ៍អូឌីនស្លីបនេះវានឹងគឺដូចជា power bank ដើម្បីសាកធម្មពលឲ្យអូឌីនអញ្ចឹងដែរព្រោះរៀងរាល់ពេលដែលអូឌីននឹងគឺអស់ធម្មពលក៏ដូចជាខ្សោយជាមួយនឹងកម្លាំងរបស់គាត់នោះគាត់គឺត្រូវតែសម្រាកនៅក្នុងអូឌីនស្លីបនេះនិងធ្វើការប្រមូលធម្មពលរបស់គាត់ឡើងវិញទើបអាចបណ្ដាលគាត់ត្រឡប់មកកាន់សភាពដើមវិញទៅឯងចំណែកសក្រោយពីត្រូវបានជួយសង្គ្រោះដោយអ្នកវិទ្យាសាស្ត្រទាំង3ហើយនោះរូគេក៏បានបង្ហាញជាមួយនឹងអត្តចរិតប្លែកៗជាខ្លាំងដែលមិនតែប៉ុណ្ណោះសូម្បីតែពេលញ៉ាំអាហារគេនេះគឺបោកចានបោកឆ្នាំងហាក់ដូចជាទម្លាប់របស់គេដែលជាស្ដេចអញ្ចឹងដែរហើយវានឹងក៏បានបណ្ដាលអ្នកទាំង3គឺពិតជាមានការផ្លាច់អារម្មណ៍ជាខ្លាំងចំពោះអត្តចរិតរបស់សដែលមិនតែប៉ុណ្ណោះពួកគេនឹងក៏បានយល់ថាសគឺមានជំងឺវិកលចរិតផងដែរហើយនៅក្នុងកំឡុងពេលនៃការញ៉ាំអាហាររបស់ពួកគេនោះសនឹងក៏បានទៅលើអំពីមនុស្សមួយក្រុមដែលបាននិយាយអំពីញញួរដ៏ចម្លែកមួយដែលវានឹងគឺត្រូវបានគេរកឃើញនិងមានទម្ងន់ធ្ងន់ជាខ្លាំងដែលមិនថាតែមនុស្សធម្មតានោះទេសូម្បីតែយកឧបករណ៍ស្ទូចទៅស្ទូចក៏ពួកគេគឺមិនអាចធ្វើការបំលាស់ទីញញួរមនុស្សបាននោះដែរចំណែកសក្រោយពីបានលើបែបនេះគាត់នឹងគឺបានប្រកាសនៅក្នុងចិត្តដូចគ្នាថានោះប្រកាសជាញញួរទឹកញញួរនេះរបស់គាត់ដែលបានធ្លាក់មកជាមួយនឹងគាត់នោះឯងហើយជែនជាមួយនឹងគ្នារបស់គាត់នៅពេលនេះគឺត្រូវបានភ្នាក់ងារនៃអង្គការសៀតធ្វើការហាមឃាត់ក៏ដូចជាប្រមូលយកនៅឧបករណ៍ស្រាវជ្រាវរបស់គាត់ទាំងអស់ចាក់ចេញមកដូចគ្នាដែលវាក៏បានបណ្ដាលគាត់នឹងគឺជួបរឿងខកចិត្តសាជាថ្មីនិងគ្មានអ្វីធ្វើទៀតនោះឡើយនៅក្នុងកំឡុងពេលនេះហើយដោយសារតែបែបនេះហើយជែនគាត់ក៏បានសម្រេចចិត្តដើម្បីនាំវត្តមានរបស់សដើម្បីធ្វើដំណើរទៅកាន់ទី
ទីតាំងនៃកន្លែងធ្លាក់ញញោដល់ចម្លែកមនុស្សហើយនៅពេលដែលពួកគេបានធ្វើដំណើរទៅដល់ពួកគេនឹងក៏បានឃើញផងដែរថានៅក្នុងទីតាំងកន្លែងមួយនេះគឺត្រូវបានអង្គការសៀធ្វើការគ្រប់គ្រងនិងហុំព័ទ្ធវិបត្តិទៅហើយគឺនៅក្នុងគោលបំណងដើម្បីសិក្សាស្រាវជ្រាវបន្ថែមអំពីញញោអាចកំបាំងមនុស្សហើយសរសារតែបានឃើញបែបនេះគាត់នឹងក៏បានធ្វើការវិលសម្រុកចូលទៅកាន់ទីតាំងនៃកន្លែងមនុស្សដើម្បីធ្វើដំណើរឲ្យទៅដល់ទីតាំងនៃកន្លែងញញោទឹករបស់គាត់ ហើយស្របពេលជាមួយគ្នានោះផងដែរវត្តមាននៃបរិះម្នាក់ដែលមានឈ្មោះថាហុកអៃដែលគេនឹងគឺជាបុគ្គលិកនៃអង្គការសៀនោះក៏បានបង្ហាញខ្លួនចេញមកហើយរូគេក៏បានដកយកធ្នូរបស់ខ្លួនមានបំណងចង់បាញ់សម្លាប់ទៅកាន់សប៉ុន្តែក៏ត្រូវបានភ្នាក់ងារខោសុនធ្វើការហាមគាត់ទៅកាន់គេដែលគាត់ខ្លួនឯងផ្ទាល់នឹងក៏ចង់ឃើញថាសគឺពិតជាមានសមត្ថភាពដែលអាចលើកញញោទឹកមនុស្សបានដែរឬទេហើយសនៅពេលដែលទៅដល់គាត់នឹងក៏បានបង្ហាញជាមួយនឹងទឹកមករំភើបក៏ដូចជាអារម្មណ៍ដ៏មានមោទនភាពរបស់គាត់ជាខ្លាំងក៏ព្រោះតែគាត់គេយល់ថាធម៌ពលនៃអតិថិរបស់គាត់គឺនឹងត្រឡប់មកវិញនៅពេលដែលគាត់ចាប់កាន់ជាមួយនឹងញញោមួយនោះប៉ុន្តែជារឿងដែលគួរឲ្យខកចិត្តនៅក្នុងគណៈពេលនោះសគឺគ្មានតម្លៃស័ក្តិសមដើម្បីអាចគាត់ធ្វើការចាប់កាន់ញញោទឹកមនុស្សបាននោះឡើយដែលបន្ទាប់ពីនោះភ្នាក់ងារនៃអង្គការសៀក៏បានធ្វើដំណើរចូលមកដល់ក៏ដូចជាបានធ្វើការចាប់ខ្លួនទៅកាន់សផងដែរបន្ទាប់ពីរឿងរ៉ាវមួយនេះត្រូវបានកើតឡើងហើយនោះសក៏ត្រូវបានលោក Eric Savick ធ្វើការធានាគាត់ជាមួយនឹង Coulson ដើម្បីអាចគាត់ចាក់ចេញអំពីទីតាំងនៃការឃុំឃាំងបន្ទាប់ពីនោះគាត់នឹងក៏បានទៅជួបជជែកគ្នាជាមួយនឹង Jane Foster ក៏ដូចជាបាននិយាយទៅដល់រឿងរ៉ាវដែល Jane កំពុងតែធ្វើការសិក្សាស្រាវជ្រាវទាំងអស់នេះផងដែរតែសគាត់នឹងក៏បានប្រាប់ទៅកាន់ Jane ថានៅក្នុងចក្រវាឡមួយនេះគឺមាននគរភពចំនួន9ផ្សេងគ្នាដែលវានឹងក៏ត្រូវបានភ្ជាប់គ្នាជាមេធាងនៃយើង Brazil ឬក៏ត្រូវហៅម្យ៉ាងទៀតថាជា The Vertre ហើយនគរភពទាំងអស់នោះគឺមានឈ្មោះដូចជា Midgard ដែលចង់សំដៅទៅលើភពផែនដី Jotunheim របស់ពួកបិសាចតក Valheim និង Asgard ដែលជានគររបស់សនោះផងដែរកលេសមកឯនគរ Asgard ឯនេះវិញក្នុងគណៈពេលដែល Odin គឺបានធ្លាក់ចូលទៅក្នុងដំណេកដ៏យូរនៃ Odin Sleep ហើយនោះ Loki គេនឹងក៏បានខ្លាចទៅជាស្ដេចស្ដីទីនៃនគរមួយនេះផងដែរដែលបន្ទាប់ពីនោះគេនឹងក៏បានធ្វើដំណើរជាសម្ងាត់ទៅកាន់នគរ Jotunheim របស់ពួកបិសាចតកដើម្បីធ្វើការចរចាជាមួយនឹងមេបិសាចតកដែលមានឈ្មោះថា Laufey ហើយនៅក្នុងការចរចារបស់ពួកគេទាំងពីរនោះ Loki នឹងក៏បាននិយាយប្រាប់ទៅកាន់ Laufey ថាគេនេះហើយគឺជាអ្នកដែលបាននាំកូនចៅរបស់ Laufey ធ្វើដំណើរចូលទៅកាន់នគរ Asgard ក៏ព្រោះតែតាមពិតទៅ Loki នឹងគឺមិនពេញចិត្តជាមួយនឹងការឡើងកាន់តំណែងជាស្ដេចរបស់សនោះឡើយហើយ Loki ក៏បានធ្វើការចរចាដោះដូរជាមួយនឹងវត្តមានរបស់ Laufey ដើម្បីបើកផ្លូវឲ្យ Loki ធ្វើដំណើរទៅសម្លាប់វត្តមានរបស់ Odin ក៏ព្រោះតែ Odin នៅក្នុងខណៈពេលនេះគាត់នឹងគឺបានធ្លាក់ចូលក្នុងដំណេកដ៏យូរនៃ Odin Sleep ដូច្នេះហើយជាបានណាថាគាត់គឺមិនអាចងើបបន្តទល់ជាមួយនឹង Laufey បាននោះឡើយហើយបើសិនណាជា Laufey គឺយល់ព្រមដើម្បីសហការជាមួយនឹងគាត់នោះគេក៏នឹងយល់ព្រមប្រគល់នៅដុំធម្មពលទឹកកកមកឲ្យ Laufey វិញផងដែរចំណែកមិត្តភ័ក្តិទាំង4របស់សនេះវិញពួកគេនឹងក៏មានការសង្ស័យអំពីសកម្មភាពក៏ដូចជាអត្តចរិតមិនប្រក្រតីរបស់ Loki នេះផងដែរហើយដោយសារតែបែបនេះហើយពួកគេនឹងក៏មានគម្រោងក្នុងការធ្វើដំណើរទៅកាន់ផែនដីដើម្បីយករឿងរ៉ាវទាំងអស់នេះប្រាប់ទៅកាន់សឲ្យបាននឹងផងដែរហើយនៅពេលដែលបានគិតគ្នាអស់ហើយពួកគេនឹងក៏បានធ្វើដំណើរទៅកាន់ទីតាំងនៃស្ពាន Bifrost និងបានស្នើសុំទៅកាន់បរិះម្នាក់ដែលមានឈ្មោះថា Heimdall ដែលគេនឹងគឺជាអ្នកគ្រប់គ្រងនៅក្នុងទីតាំងមួយនេះដើម្បីឲ្យយល់ព្រមបើក Bifrost បញ្ជូនពួកគេធ្វើដំណើរមកកាន់ផែនដីហើយបន្ទាប់ពីនោះក្រោយពីពួកគេនឹងគឺបានធ្វើដំណើរមកដល់ទីតាំងនៃភពផែនដីមួយនេះហើយវត្តមាននៃប្រជាជនជាច្រើននៅលើភពផែនដីក៏បានបង្ហាញជាមួយនឹងការភ្ញាក់ផ្អើលជាខ្លាំងអំពីការស្លៀកពាក់និងអត្តចរិតរបស់ពួកគេទាំង4ចំណែក Loki នៅវិញដោយសារតែដឹងថា Heimdall នឹងគឺយល់ព្រមក្នុងការបញ្ជូនមិត្តភ័ក្តិទាំង4របស់សធ្វើដំណើរទៅកាន់ភពផែនដីព្រោះគេគឺពិតជាមានការខឹងសម្បារជាមួយនឹង Heimdall ជាខ្លាំងហើយនៅពេលនោះគេនឹងគឺបានប្រើប្រាស់ជាមួយនឹងហឹបនៃធម៌ពលទឹកកករបស់ខ្លួនដើម្បីបាញ់ទៅកាន់ Heimdall ឲ្យកកនិងបញ្ជូន Destroyer ដែលជាកូនចៅរបស់គេធ្វើដំណើរទៅកាន់ផែនដីដើម្បីសម្លាប់និងចាត់ការទៅកាន់សក៏ដូចជាគ្នារបស់គាត់ទាំង4នោះផងដែរហើយក្រោយពីអបិសាច Destroyer នេះគឺបានធ្វើដំណើរមកដល់ទីតាំងនៃភពផែនដីហើយនោះវាក៏បានធ្វើការអុកឡុកនៅមកមហន្តរាយជាខ្លាំងទៅកាន់មនុស្សជាតិទាំងមូលហើយនៅពេលនោះសជាមួយនឹងមិត្តសម្លាញ់របស់គាត់ក៏បានទប់ទល់វាយប្រហារជាមួយនឹងគេប៉ុន្តែដោយសារតែគាត់គ្មានធម៌ពលក៏ដូចជាគ្មាននយោតបញ្ញោនានៅក្នុងដៃរបស់គាត់ទៀតនោះពួកគេគឺមិនអាចធ្វើការប្រយុទ្ធតទល់ជាមួយនឹងបិសាច Destroyer នេះបាននោះឡើយហើយសនៅពេលនោះដោយសារតែគាត់នេះគឺបានដឹងថា Loki កំពុងតែតាមដានអំពីសកម្មភាពទាំងអស់របស់ក្រុមពួកគេគាត់ក៏បានប្រាប់ទៅកាន់គ្នារបស់គាត់ទាំងអស់ឲ្យបញ្ញាចាក់ចេញអំពីទីតាំងមួយនេះរួចហើយគាត់នឹងក៏បានធ្វើដំណើរទៅចរចាតទល់ជាមួយនឹងបិសាច Destroyer នៅតែម្ដងតែសគាត់នឹងក៏បាននិយាយប្រាប់ទៅកាន់ Loki ថាបើសិនណាជាគេនេះគឺស្អប់គាត់មានបំណងចង់យកអាយុជីវិតរបស់គាត់នោះគាត់ក៏សុខចិត្តធ្វើការលះបង់អាយុជីវិតរបស់គាត់សម្រាប់ Loki ផងដែរប៉ុន្តែសូមឲ្យតែ Loki នឹងគឺរក្សាជីវិតរបស់អ្នកដទៃផ្សេងទៀតក៏ដូចជាមិនធ្វើការប៉ះពាល់ទៅកាន់អ្នកដទៃផ្សេងទៀតដែលមិនមានកំហុស
ហើយបន្ទោបីជាសគឺយល់ព្រមចោះចាញ់និងប្រកល់នៅជីវិតរបស់ខ្លួនទៅឲ្យលោកីយ៉ាងណាក៏ដោយប៉ុន្តែលោកីគេនឹងគឺមិនទាន់បញ្ឈប់តែត្រឹមនេះនោះឡើយហើយគេក៏បានបញ្ជាឲ្យបិសាច Destroyer នោះធ្វើការវាយប្រហារទៅកាន់សនិងបានបណ្ដាលសគឺត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរហើយដោយសារតែសសុកចិត្តលះបង់អាយុជីវិតរបស់ខ្លួនដើម្បីតែជួយសង្គ្រោះអាយុជីវិតរបស់អ្នកដទៃផ្សេងទៀតនេះក៏មានន័យថាគាត់គឺពិតជាមានតម្លៃស័ក្តិសមដើម្បីចាប់កាន់ញញួរទឹកញញួរនាសាជាថ្មីហើយបន្ទាប់ពីនោះបណ្ដាសារបស់ Odin ក៏ត្រូវបានរលាយហើយញញួរទឹកញញួរនាក៏បានហោះមកក្នុងដៃរបស់សវិញផងដែរហើយសក្រោយពីបានទទួលនៅធម្មពលជាអតិទេពរបស់គាត់ហើយនោះហើយគាត់ក៏បានចាប់វាបង្វិលទៅខាងលើបង្កើតជាខ្ចប់ជួមួយដ៏ធំនិងបានស្រូបយក Destroyer ឡើងទៅខាងលើរួចហើយក៏បានធ្វើការវាយប្រហារកំទេចសម្រាប់ទៅកាន់វាបាត់ទៅហើយសក៏បានស្រែកហៅទៅកាន់ Heimdall ដើម្បីឲ្យបើក Bifrost បញ្ជូនគាត់ទៅកាន់នគរ Asgard ក្នុងគោលបំណងប្រយុទ្ធតទល់ទប់ស្កាត់អបាយកលរបស់លោកីនោះផងដែរហើយ Heimdall វិញក្រោយពីបានលើការស្រែកហៅរបស់សហើយនោះគាត់ក៏បានព្យាយាមបំបែកដុំតកទាំងអស់និងធ្វើការសម្លាប់ទៅកាន់កូនចៅរបស់លោកីរួចហើយក៏បានបើក Bifrost បញ្ជូនសនឹងគ្នាមកកាន់នគរ Asgard វិញតែសនៅមុនពេលដែលចាក់ចេញគាត់នឹងក៏បានធ្វើការថើបលាទៅកាន់ Jen និងបានសន្យាចំពោះមុខរបស់នាងថាគាត់នឹងវិលត្រឡប់មកវិញក្រោយពីបានបញ្ចប់នៅរឿងរ៉ាវគ្រប់យ៉ាងក្លេបមើលលោកីក្នុងខណៈពេលនេះគេនឹងក៏បានធ្វើការបញ្ឆោតឲ្យ Luffy ធ្វើដំណើរទៅសម្រាប់ Odin ដែលកំពុងតែធ្វើការសាកថ្មនៅក្នុង Odin Slave ហើយនៅពេលទៅដល់ខណៈពេលដែល Luffy ដកកាំបិតមានបំណងចង់ចាក់សម្លាប់ទៅកាន់ Odin លោកីគេនឹងក៏បានបាញ់សម្លាប់ទៅកាន់ Luffy តែម្ដងតែតាមពិតទៅរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងនេះវានឹងគឺស្ថិតតែជាអបាយកលរបស់លោកីតែប៉ុណ្ណោះដើម្បីអាចឲ្យគាត់នឹងគឺមានលេសក្នុងការធ្វើសង្គ្រាមសម្រាប់ទៅកាន់ពពួកនៃបិសាចយតកទាំងអស់នោះហើយនៅពេលដែល Odin នឹងគឺបានភ្ញាក់អំពីដំណេកនៃ Odin Sleep របស់គាត់ហើយនោះគេក៏នឹងបង្ហាញចំពោះមុខ Odin ថាគេក៏ជាកូនប្រុសដែលមានតម្លៃស័ក្តិសមខ្លាចទៅជាស្ដេចនៃនគរ Asgard នេះផងដែរហើយដោយសារតែមានលេសបន្ទាប់ពីស្ដេចរបស់ Jotunheim លួចមកធ្វើឃាតទៅកាន់ស្ដេចរបស់នគរ Asgard ហើយនោះលោកគេក៏បានធ្វើការចាប់បាក់ Bifrost ក្នុងគោលបំណងបាច់កំទេចទៅកាន់នគរ Jotunheim ហើយជាការពិតណាស់ហេតុផលដែលបានបណ្ដាលលោកគេនេះគឺខ្លាចទៅជាមនុស្សបែបនេះក៏ព្រោះតែគាត់នឹងគឺចរណែនជាមួយនឹងសដែលគេគឺតែងតែបានទទួលជាមួយនឹងក្តីស្រឡាញ់និងការយកចិត្តទុកដាក់ជាខ្លាំងពីសំណាក់ Odin ដែលជាឪពុករបស់ពួកគេដែលវាគឺមិនមែនជារឿងចម្លែកនោះឡើយក៏ព្រោះតែសគឺជាកូនបង្កើតហើយលោកគេគឺជាកូនចិញ្ចឹមតែប៉ុណ្ណោះហើយសដោយសារតែគ្មានជំរើសនិងគ្មានសមត្ថភាពនៅក្នុងការបញ្ឈប់ Bifrost បាននោះនៅចុងក្រោយគាត់នឹងក៏បានសម្រេចចិត្តដើម្បីយកញញួរទឹកញញួរនេះរបស់គាត់ធ្វើការវាយកំទេចទៅកាន់ស្ពាន Bifrost ដើម្បីកាត់ផ្តាច់ធម្មពលមិនឲ្យវាធ្វើការវាយប្រហារកំទេចទៅកាន់នគរ Jotunheim ហើយដោយសារតែការវាយកំទេចទៅកាន់ស្ពាន Bifrost មនុស្សវាក៏បានបណ្ដាលសជាមួយនឹងលោកីដែលនៅទីនោះគឺត្រូវបានធ្លាក់ចូលទៅក្នុងអន្លង់អវកាសដែលនៅខាងក្រៅផងដែរតែស្របពេលជាមួយគ្នានោះផងដែរ Odin គាត់នឹងក៏បានបង្ហាញខ្លួនចេញមកនិងបានចាប់កាន់ដៃកូនទាំងពីររបស់គាត់មិនឲ្យធ្លាក់ចូលទៅខាងក្រៅបាននោះឡើយហើយនៅពេលនោះផងដែរក៏បានបណ្ដាលលោកីគឺពិតជាមានការខកចិត្តជាខ្លាំងចំពោះ Odin ដែលរឿងរ៉ាវដែលគាត់ខំធ្វើទាំងអស់នេះគឺមិនអាចអន្តងចិត្តក៏ដូចជាផ្លាស់ប្ដូរនៅការគិតរបស់គាត់ចំពោះពួកគេបាននោះឡើយនៅចុងក្រោយជាមួយនឹងអារម្មណ៍ខកចិត្តលោកីនឹងក៏បានសម្រេចចិត្តលែងដៃរបស់គាត់ដើម្បីឲ្យធ្លាក់ចូលទៅក្នុងអន្លង់អវកាសនៅក្នុងគោលបំណងដើម្បីធ្វើអត្តឃាតសម្រាប់ខ្លួននោះឯងដែលវាក៏បានបណ្ដាល Odin ជាមួយនឹងសគឺពិតជាមានការស្រឡាញ់កាន់ជាខ្លាំងចំពោះការសម្រេចចិត្តរបស់លោកីមួយនេះហើយបន្ទាប់ពីរឿងរ៉ាវគ្រប់យ៉ាងត្រូវបានបញ្ចប់ហើយនោះសក៏បានធ្វើដំណើរទៅជួប Odin ដែលត្រូវជាព្រះបិតារបស់ទ្រង់និងបាននិយាយប្រាប់ទៅកាន់គាត់ថាខ្លួនគ្មានតម្លៃស័ក្តិសមខ្លាចទៅជាស្ដេចនៃនគរ Asgard នេះនោះឡើយហើយចំពោះសាច់រឿងសភាគទី1នេះក៏បានបញ្ចប់ទៅត្រឹមនេះផងដែរចំពោះឈុត credit scene ចុងក្រោយនៃខ្សែភាពយន្តនេះយើងនឹងក៏បានឃើញអំពីវត្តមានរបស់លោក Eric Selvig ក៏ត្រូវបាន Nick Fury ដែលជាអគ្គនាយកនៃអង្គការ SEAL គឺបានធ្វើដំណើរមកជួបគាត់ផងដែរហើយគាត់ក៏បានស្នើសុំទៅកាន់ Eric Selvig ដើម្បីឲ្យយល់ព្រមជួយខ្លួនក្នុងការសិក្សាអំពីដុំធម្មពលមួយដែលមានឈ្មោះថា Tesseract ដែលស្របពេលជាមួយគ្នានោះយើងនឹងក៏បានឃើញអំពីវត្តមានរបស់លោកគេតែគេនឹងក៏បានបង្ហាញខ្លួនមកពីខាងក្រោយនៃវត្តមានរបស់ Eric Selvig ដូចគ្នាហើយនេះក៏មានន័យថាការសម្រេចចិត្តគ្រប់យ៉ាងគឺសសឹងតែជាការអន្តងចិត្តរបស់លោកគេតែប៉ុណ្ណោះហើយនឹងអ្នកទាំងអស់គ្នាខ្សែភាពយន្តសភាគទី1នេះគឺបានបញ្ចប់ទៅត្រឹមនេះផងដែរបើសិនជាពេញចិត្តសូមកុំភ្លេចជួយធ្វើការចុច like និង Subscribe មកកាន់ Channel មួយនេះម្នាក់មួយផងហើយយើងនឹងត្រឡប់មកជួបគ្នាជាមួយនឹងការសម្រាយនៅខ្សែភាពយន្ត MCU ជាបន្តទៀតដូចគ្នា